ក្ររហាមវេទនារហាមក្រនៅក្នុងយុគសម័យនេះប្រជាពលរដ្ឋខ្មែរជួបបញ្ហា3នេះធំក្ររហាមវេទនាហើយខ្ញុំក៏បានមើលឃើញអំពី solution នេះដែរគឺដោយសារតែយើងជាប់ជំពាក់3អាណានិគមដែរទី1គឺអាណានិគមនយោបាយទី2អាណានិគមសេដ្ឋកិច្ចទី3អាណានិគមសាសនាបងប្អូនយកទៅគិតឲ្យយល់អាណានិគមនយោបាយកើតឡើងដោយសារអីដោយសារបងប្អូនភាគច្រើនលើសអំពី 50% នៃជនជាតិខ្មែរមិនខ្វល់ពីនយោបាយអាណានិគមសេដ្ឋកិច្ចក៏ដូចគ្នាដោយសារតែប្រជាពលរដ្ឋខ្មែរភាគច្រើនមិនយល់ដឹងអំពីសេដ្ឋកិច្ចអាណានិគមសាសនាដូចគ្នាគឺប្រជាពលរដ្ឋខ្មែរជីសេះលេងដៃតាមគ្នាតាមចំណិនគឺអត់ដឹងថាវាធ្ងន់ធ្ងរប៉ុណ្ណាទេបើសិនជាយើងដោះស្រាយបាន3អាណានិគមនេះ enough food comfortable home គឺបន្តចំណិនហើយបងប្អូនមិនទាន់បាច់ជេរខ្ញុំទេបើសិនជាបងប្អូនជាខ្មែរមែនជាឈាមខ្មែរហើយទុកឲ្យជនជាតិយួនជនជាតិសៀមវាជេរសិនចុះហើយសម្រាប់ជនជាតិខ្មែរខ្លះដែលជេរគឺបែរជាគាត់អត់ខួរឬក៏អត់សុខបញ្ញៈបើអញ្ចឹងបងប្អូនបើឆ្ងល់សួរកុំតន់ជេរ